អូនខ្លះដែលនោមលំបាកនោមក្តៅឡើងជាតិពុលឡើងជាតិអាស៊ីតលឿនប្រទេសផ្ដាស់មកស្ដាប់ខ្ញុំតិចឆ្នាំខ្មែររកខ្លួនឯងងាយមិនចាំបាច់អស់លុយច្រើនហើយធ្វើខ្លួនឯងនឹងសុខភាពល្អលឿនទៀតផងខ្ញុំជឿថាបងប្អូនទាំងអស់គ្នា 100% ចំនួន 100% ដែលដឹងអំពីក្រូចនេះហើយមិនស្គាល់អំពីគុណសម្បត្តិរបស់វាថាវានឹងមានកម្រិតខ្លាំងប៉ុណ្ណានៅពេលដែលយើងយកមកប្រើជាថ្នាំខ្មែរសូម្បីតែពេទ្យឬដុកទ័រល្បីហ្នឹងក៏គាត់ធ្លាប់បាននិយាយឬក៏ធ្លាប់បានបញ្យល់ណែនាំតាក់ទងទៅថ្នាំព្យាបាលដែរបាទហើយនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាវិធីងាយនេះគឺបន្ថយជាតិអាស៊ីតហើយមួយទៀតចំពោះអ្នកដែលគាត់នោមពិបាកឬក៏គេនិយាយថាអ្នកទាស់ទឹកនោមឬក៏ទៅនោមហើយនោមមានអារម្មណ៍ថានោមអត់អស់ទេចុកហួលនោមហើយនោមទៀតអត់ឈប់ទេគឺនៅតែចង់នោមឲ្យយូរហើយតែវាមិនចេញទឹកនោមហ្នឹងវាទៅជា2-3តំណក់អញ្ចឹងទៅអញ្ចឹងអានេះខ្ញុំប្រាប់អំពីគុណសម្បត្តិរបស់វាទី1ជួយលាងថ្លើមអ្នកដែលមានថ្លើមរោគថ្លើមប្រភេទ B ប្រភេទ A អីជួយលាងថ្លើមយើងឲ្យស្អាតជួយលាងតម្រងនោមបន្ថែមវីតាមីននៅក្នុងស្បែកនៅក្នុងសាច់យើងញ៉ាំយូរមានអារម្មណ៍ថាខ្លួនឯងនឹងស្បែកស្អាតទៀតនេះគឺខ្ញុំផ្ទាល់បានធ្លាប់សាកល្បងវាហើយក៏ធ្លាប់សាកល្បងជាមួយនឹងបងប្អូនយើងខ្លះដែរហើយយកទៅប្រើក៏មានប្រសិទ្ធភាពបាទអញ្ចឹងវិធីប្រើគឺបងប្អូនត្រូវយកក្រូចពោធិ៍សាត់ចំនួន5ផ្លែបាទក្រូចពោធិ៍សាត់5ផ្លែអានេះខ្ញុំជំនួសក្រូចពោធិ៍សាត់អានេះជាក្រូចខ្វិចដោយសារតែខ្ញុំវាអត់មានបើមិនជាខ្ញុំមានក្រូចពោធិ៍សាត់ខ្ញុំយកមកហើយប៉ុន្តែដោយសារខ្ញុំអត់ខ្ញុំជំនួសក្រូចនេះប៉ុន្តែបើបងប្អូនមានកុំជំនួសអីប្រើក្រូចពោធិ៍សាត់ដោយដាច់ដោយឡែកទៅបាទហើយមួយទៀតគឺក្រូចឆ្មានេះក៏សំខាន់ផងដែរហើយបងប្អូនប្រើ5ផ្លែមកហើយមួយមុខទៀតនោះគឺនេះបងប្អូនជីអង្កាមស្គាល់ជីកាមទេនេះខ្ញុំស្ងោរវាឡើងស្វិតទៅហើយជីអង្កាមហ្នឹងយើងដាក់ទឹកចំនួន1កែវមកហើយដាក់ដាំទឹកហ្នឹងឲ្យក្តៅសិនដាក់ដាំទឹកឲ្យក្តៅហើយចាំបងប្អូនយកជីអង្កាមនេះដាក់ស្ងោរហើយកុំស្ងោរយូរពេកតែស្ងោរយូរពេកវាធ្វើឲ្យក្លិននឹងវិញហើយវាបាត់បង់ប្រសិទ្ធភាពរបស់ជីអង្កាមអញ្ចឹងណាបន្ទាប់មកយើងងាយទេបងប្អូននេះយើងចាត់ក្រូចចាស់មកបាទយើងចាត់ក្រូចឆ្មាវិធីធ្វើគឺយើងចាត់ក្រូចឆ្មាអញ្ចឹងហើយយើងចំបាច់ដាក់អញ្ចឹងណាបងប្អូនបាទចំបាច់ដាក់ទាំងសបកទាំងគ្រាប់ហ្នឹងទៅកុំខ្វល់វានេះគឺវិធីធ្វើគឺធ្វើចឹងណាបងប្អូនគឺយើងមិនលំបាកញ៉ៃច្រើនជាពិសេសអ្នកដែលគាត់នៅចិត្តផ្សារចិត្តអីងាយស្រួលមែនតើអាចធ្វើបានដោយងាយបងប្អូនមើលត្រមមើលឲ្យចប់ទៅមើលថាខ្ញុំធ្វើយ៉ាងម៉េចទៀតអូខេមកតពីយើងចំបាច់ក្រូចបានមួយកែវឃើញទេហើយអត្ថប្រយោជន៍ទឹកក្រូចនេះវីតាមីនខ្លាំងមែនតើសូម្បីតែដុកទ័រក៏គាត់លួចផឹកជារៀងរាល់ថ្ងៃដែរបងប្អូនហើយនេះគឺជាជីអង្កាមដែលខ្ញុំបានស្ងោរហើយមានទឹកបងប្អូនមានទឹកនៅក្នុងហ្នឹងអីយ៉ាកំពុះទឹកបាទអញ្ចឹងយើងដកជីអង្កាមហ្នឹងចេញទៅនេះខ្ញុំយកមកបង្ហាញទេបានជាខ្ញុំដាក់មកទាំងជីអង្កាមហ្នឹងប៉ុន្តែបើសិនជាអត់បង្ហាញទេខ្ញុំអត់ដាក់មកទាំងជីទេខ្ញុំយកតែទឹកទេសម្រាប់យកតែទឹកជីហើយយើងធ្វើមកទៀតទឹកឃ្មុំបាទនេះទឹកឃ្មុំសបកក្រូចឆ្មានេះបងប្អូនអាចស្រង់វាចេញបានចេញក៏បានឬក៏មិនបាច់ស្រង់ក៏បានប៉ុន្តែយកល្អបងប្អូនត្រូវចំបាច់ចឹងហើយយកជាតិចឹងអស់ហើយយើងត្រូវយកវាមកដាក់ក្នុងកែវជីអង្កាមនេះព្រោះកែវនេះទឹកវាក្តៅចឹងណាទឹកវាក្តៅមកល្មមចឹងយើងដាក់ទៅវារុញជាតិអាស៊ីតផងវានេះអានេះក៏ជាតិអាស៊ីតខ្លាំងហើយណានេះវាមានជាតិអាស៊ីតផងវាអញ្ចឹងមុននឹងបងប្អូនដាក់វាត្រូវលុញវាបន្តិចសិនឲ្យវាចេញអាចัวវានឹងឲ្យអស់បន្តិចសិនណាអាហ្នឹងកាន់តែល្អហើយតមកដាក់មកឲ្យវាចេញប្រេងរបស់វាធម្មតាប្រេងរបស់វាចេញពីសបកក្រូចហ្នឹងវាជួយជំរុញលាងថ្លើមហើយនឹងលាងជាតិពុលបានល្អកាលណាបើយើងដាក់ឲ្យវាក្តៅអញ្ចឹងទៅវានឹងចេញណាបងប្អូនបាទអញ្ចឹងយើងដាក់តិចទៅលូកដៃខ្ញុំលាងស្អាតហើយខ្ញុំផឹកខ្លួនឯងខ្ញុំអត់ឆ្អើមទេព្រោះសារតែខ្ញុំធ្វើខ្លួនឯងផឹកខ្លួនឯងខ្ញុំប្រាប់អ
អាហ្នឹងវាមាន4មុខបងប្អូនក្រូចឆ្មាក្រូចពោធិ៍សាត់ហើយនឹងជីងកាមហើយនឹងទឹកឃ្មុំនេះទឹកឃ្មុំនេះខ្ញុំមិនដឹងថាសុទ្ធបានកម្រិតណាទេខ្ញុំអត់ដឹងទេប៉ុន្តែខ្ញុំទិញនៅផ្សារហើយខ្ញុំជឿថាជាឃ្មុំចិញ្ចឹមអញ្ចឹងក៏វាមានការសុទ្ធផងវានឹងច្រើនភាគរយដែរគេដាក់ 100% ផងដល់មកយើងថែមទឹកឃ្មុំបន្តិចមកប្រហែលជាកន្លះស្លាបព្រាអញ្ចឹងវាស់ជាតិក៏ជាតិជូរក៏ជូរអូខេយើងកូរវាឲ្យសព្វតទៅវាបានប៉ុណ្ណឹងហើយយើងចាក់មើលមកនេះមួយថ្ងៃមួយព្រឹកបានមួយកែវនេះក៏បានណាបងប្អូនមួយព្រឹកបានមួយកែវនេះក៏បានឬក៏2កែវក៏បានដែរខ្ញុំពិបាកនោមខ្លាំងមែនទែនខ្ញុំដាក់ដល់ទៅ2កែវនេះបងប្អូនឃើញទេរសជាតិវាជូរហើយឆ្ងាញ់តែបើសិនជាបងប្អូនស្រឡាញ់រាងផ្អែមថែមទឹកដោះគោច្រឡំទឹកដោះគោទឹកឃ្មុំចូលបន្តិចទៀតទៅហ្នឹងហើយឲ្យវារសជាតិកាន់តែផ្អែមប៉ុន្តែខ្ញុំមិនចង់ឲ្យដាក់ច្រើនទេទឹកឃ្មុំមកព្រោះវាស្ដាយអាជាតិវីតាមីន C របស់ក្រូចនេះដែលវាជួយសម្រួលស្បែកយើងឲ្យស្អាតឲ្យសើមហើយវាចូលទៅដោះរុញភ្ជាប់ជាមួយនឹងឈាមធ្វើឲ្យជាតិពុលយើងចេញបានល្អបាទយើងដាក់ប៉ុណ្ណឹងមកចាំមើលណាបងប្អូនអត់សូវជូរទេដោយសារអីគេយើងមានអាទឹកក្រូចនេះហ៎ច្រឡំសុំទោសយើងមានអាទឹកជីងកាមនេះហ៎ទាំងលាយចូលគ្នាទៀតគឺវាអត់ជូរតែអានេះនៅតែរាងជូរបន្តិចដោយសារតែវាជាក្រូចខ្វិចប៉ុន្តែបើសិនជាក្រូចពោធិ៍សាត់វិញខ្ញុំធ្លាប់ដាក់ហូប2កែវអត់ជូរទេបងប្អូនហើយបញ្ជាក់យើងហូបពេលព្រឹកដែលមិនទាន់ញ៉ាំអីព្រលឹមឡើងណាល្អមែនតើព្រលឹមឡើងដែលមិនទាន់ញ៉ាំអីហ្នឹងញ៉ាំទឹកប្រហែលជាមួយកែវ2កែវហើយទៅយើងយកមកញ៉ាំអានេះតាមក្រោយអាហ្នឹងគឺល្អខ្លាំងមែនតើមិនយូរទេបងប្អូនបើសិនជាអ្នកខ្លះលំបាកនោមឬក៏អារបៀបថាដេកយប់ឡើងខ្ញុំប្រាប់មួយទៀតជាតិអាស៊ីតឡើងខ្លាំងមែនតើណាយប់ឡើងកញ្ញាងដៃកញ្ញាងជើងរឹងបាត់ជើងហើយនឹងសពុនរយតាមនេះរយតាមជើងនេះហើយមានអារម្មណ៍ថាបាតជើងនឹងក្តៅមកដាក់មកជាតែហ្មងមិនថាគ្រាន់នេះគឺជាតែម្ដងខ្ញុំហើយអ្នកខូចថ្លើមមុនដំបូងហើយខ្ញុំមិនខូចដោយសារផឹកស៊ីទេដោយសារតែថ្លើមខ្ញុំវាកើតរូបបេដល់អញ្ចឹងទៅវាធ្វើឲ្យប្រព័ន្ធរាងកាយខ្ញុំខ្សោយទាំងអស់ខូចតែថ្លើមមួយប្រព័ន្ធរាងកាយខ្សោយទាំងអស់ប៉ុន្តែខ្ញុំបានអានឹងឯងធ្វើឲ្យខ្ញុំរស់ឡើងវិញម្ដងទៀតយ៉ាងស្រួលតែម្ដងហើយមិនត្រឹមតែនេះទេក៏អរគុណដល់គ្រូពេទ្យដែរដោយសារតែគ្រូពេទ្យគាត់មានថ្នាំរោគថ្លើមប្រភេទ B ហ្នឹងម្ដាយធัวខ្ញុំច្រើនគាត់មានគុណមែនតើមានគុណលើខ្ញុំដែលគាត់បានព្យាយាមទិញថ្នាំឲ្យរាល់ខែណាខ្ញុំមិនភ្លេចគុណគាត់ទេហើយខ្ញុំក៏ចង់ចែករំលែកដល់បងប្អូនយើងដែលមិនទាន់ដឹងអំពីដំណឹងនេះឲ្យបានដឹងបាទអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនមានបញ្ហាដូចខ្ញុំនិយាយហ្នឹងកុំភ្លេចសាកធ្វើដូចខ្ញុំទៅងាយទេហើយមានរសជាតិឆ្ងាញ់ទៀតផង